មានតែ6អ្នកនេះទេដែលបំបីកំណត់ត្រានៅពេលដែលជួបក្រុមរបស់ Pep Guardiola ការប្រកួតពានរង្វាន់ UCL ក៏ទើបតែរកឃើញ16ក្រុមដែលអង្គុយរងចាំ16ក្រុមទៀតបន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តានតឹងអស់រយៈពេល8សប្តាហ៍យើងក៏ឃើញហើយថាក្លឹបធំៗជាច្រើនដែលត្រូវបានគេដាក់ក្តីរំពឹងខ្ពស់ថាអាចជាប់ទៅវគ្គ16ក្រុមចុងក្រោយដោយសុវត្ថិភាពតែបែរជាធ្វើមិនបានល្អក៏ធ្លាក់ទៅលេងនៅវគ្គ Play-off ដែលជាឱកាសចុងក្រោយយ៉ាងណាមិញជុំទី8ការពីយប់ថ្ងៃពុធជាការប្រកួតចុងក្រោយនៃពានរង្វាន់ខាងលើអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺម្ចាស់ជើងឯក UCL 2022-23ប៉ះគ្នាជាមួយនឹងម្ចាស់ជើងឯក 2023-24 ក្នុងនោះក៏មានការបំបែកកំណត់ត្រារបស់ Pep Guardiola ផងដែរតោះមកដឹងកីឡាករ6នាក់នេះដែលបំបែកកំណត់ត្រានៅពេលដែលជួបក្រុមរបស់ Pep 1 Sergio Aguero ឆ្នាំ2014រំលឹកទៅឆ្នាំ2014កាល Pep ដឹកនាំនំប៉័ងក៏ត្រូវបានជួបគ្នាជាមួយនឹងសំពៅមាសនេះដែរដែលចំនួននោះគឺដឹកនាំដោយលោកគ្រូ Manuel Pellegrini ក្នុងពានរង្វាន់នេះដូចគ្នាក្នុងការប្រកួតនោះ Aguero ក៏រកបានចំនួន3គ្រាប់ផងដែរដោយមាន2គ្រាប់គឺរកបានក្នុងរយៈពេលត្រឹមតែ5នាទីប៉ុណ្ណោះ2 Lionel Messi ឆ្នាំ2016ម្ចាស់បាល់លិនd'Or 8រូបនេះក៏ត្រូវបានរាប់បញ្ចូលក្នុងចំណោមម្នាក់នេះផងដែរចំនួននោះគឺជារជ្ជកាលរបស់ MSN ចំនួន Trio MSN ជារជ្ជកាលដ៏អស្ចារ្យរបស់ក្លឹប Barcelona ក្នុងនោះ Pep ក៏ធ្លាប់បានឈឺចាប់ដោយសារ MSN Trio នេះដែរ Barcelona បានបំបាក់សំពៅមាសក្នុងលទ្ធផល4-0 នៅឯកីឡដ្ឋាន Camp Nou ហើយក៏ជាគ្រាប់បាល់ទី100នៃគ្រាប់បាល់ដែល MSN រកបាននៅគ្រប់ពានរង្វាន់ទាំងអស់ផងដែរនៃការប្រកួតនោះ3Jamie Vardy ឆ្នាំ2016-2020មានតែម្នាក់នេះប៉ុណ្ណោះដែលអាចធ្វើវាបានដល់ទៅ2ដងឯណោះកាលពីចំនួនជោគជ័យរបស់ក្លឹប Leicester City កាលនោះកញ្ជ្រោងខៀវបានរំបាក់ Man City ក្នុងលទ្ធផល4-2បន្ទាប់មករំលងតែប៉ុន្មានឆ្នាំក៏ត្រូវបានបរិសុទ្ធស្មោះស្ម័គ្រនឹងក្លឹបរូបនេះបំបាក់ម្ដងទៀតក្នុងឆ្នាំ2020ដោយលទ្ធផលគឺ5-2ម្ដងទៀត4 Christopher Nkunku ឆ្នាំ2021អតីតកីឡាករ Leipzig រូបនេះក៏ជាកីឡាករដែលគ្រូចិត្តសាស្ត្រគាត់ចូលបញ្ជីខ្មៅផងដែរដែលធ្វើឲ្យលោករងបរាជ័យ5 Victor Gyökeres កីឡាករស៊ុយអែតរូបនេះកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំងនៅមួយរយៈចុងក្រោយនៃចុងឆ្នាំ2024កីឡាកររបស់ Sporting Lisbon រូបនេះបានធ្វើឲ្យការប្រកួតដ៏អស្ចារ្យរវាងសំពៅមាសហើយនិង City កាន់តែតានតឹងខ្លាំងក្នុងការប្រកួតពានរង្វាន់នោះ Gyökeres ក៏បានផ្ដល់ការឈឺចាប់ជូន Pep Guardiola ដូចគ្នា6 Kylian Mbappéប៊ីតែនឹងឡើងស្ពីនជ្រោយចង្វាទៅហើយតែពេលនេះ Mbappé រកឃើញខ្លួនឯងហើយបន្ទាប់ពីចំណាយពេលប្រហែលខែដំបូងយ៉ាងត្រដាប់ត្រដួសជាមួយនឹងក្លឹបអាណាព្យាបាលថ្មី Real Madrid យ៉ាងណាតើបងប្អូនគិតថានរណាជាអ្នកបំបីកំណត់ត្រាបន្ទាប់កុំភ្លេច comment នៅក្រោមវីដេអូទាំងអស់គ្នា